ហើយអ្វីបានជាយើងត្រូវតែយកឈ្នះទៅលើខ្លួនឯងដាច់ខាតត្រូវត្រឈះតែមែនទេការដែលយើងយកឈ្នះខ្លួនឯងបានគឺជារឿងដែលធំដុំគឺជារឿងដែលជោគជ័យនៅក្នុងជីវិតរបស់យើងការយកឈ្នះទៅលើខ្លួនឯងវាគឺបង្ហាញថាយើងបានតស៊ូដ៏សំខាន់នៅក្នុងជីវិតរបស់យើងមនុស្សជាច្រើនតែងតែគិតថាសត្រូវដ៏ធំបំផុតរបស់ពួកគេគឺនៅខាងក្រៅប៉ុន្តែសត្រូវដ៏ធំបំផុតរបស់យើងបច្ចុប្បន្ននេះគឺខ្លួនឯងប៉ុន្តែតាមពិតទៅសត្រូវដែលរារាំងនៅក្នុងការធ្វើឲ្យយើងជោគជ័យឬមួយក៏បរាជ័យគឺជាទម្លាប់អាក្រក់របស់យើងតែប៉ុណ្ណោះគឺភាពខ្ជិលច្រអូសការភ័យខ្លាចបញ្ហានេះបញ្ហានោះចូលមកក្នុងជីវិតរបស់យើងនេះឯងគឺជាសត្រូវមួយដូច្នេះការដែលយើងស្វែងយល់មូលហេតុថាហេតុអ្វីដែលត្រូវយកឈ្នះទៅលើខ្លួនឯងគឺសំខាន់ណាស់សម្រាប់សម្រេចនៅគោលដៅដ៏ធំរបស់យើងគោលដៅរបស់យើងធំសម្រេចទៅបានលុះត្រាតែយើងជំនះឧបសគ្គទូចឲ្យហើយរួចចាំយើងយកឈ្នះនៅរឿងរ៉ាវធ្វើឬកប៉ិកប៉ុកនឹងអាទូចនឹងឲ្យជោគជ័យសិនចាំយើងសន្សំទៅជោគជ័យដែលធំខណៈការដែលយើងយកឈ្នះទៅលើខ្លួនឯងគឺជាការអនុវត្តនៅវិន័យនិងការសម្រេចចិត្តប្រចាំថ្ងៃរបស់យើងធ្វើនេះមិនមែនសម្រាប់មួយថ្ងៃពីរថ្ងៃឬមួយក៏មួយសប្តាហ៍ទេគឺសម្រាប់មួយជីវិតរបស់យើងត្រូវធ្វើវាប្រចាំថ្ងៃនៅពេលដែលអ្នកបង្ខំខ្លួនឯងឲ្យធ្វើអ្វីដែលពិបាកចិត្តឬក៏មិនសប្បាយចិត្តដូចជាការបញ្ជាក់ពីគេនៅពេលព្រលឹមការហាត់ប្រាណឬរឿងសន្សំលុយកាក់អ្នកកំពុងតែពង្រឹងនូវភាពរឹងមាំរបស់អ្នកការធ្វើបែបនេះនាំឲ្យមាននៅសេរីភាពនិងទំនុកចិត្តពិតប្រាកដមួយអ្នកលែងរស់នៅក្រោមការកំណត់នៃអារម្មណ៍បណ្ដោះអាសន្នទេណាតែអ្នកនឹងក្លាយជាម្ចាស់នៃការសម្រេចចិត្តក្លាយជាម្ចាស់ទៅលើខ្លួនឯងយ៉ាងពិតប្រាកដនេះជាជំហានតែមួយគត់ដែលនាំឲ្យយើងឈានទៅរកភាពរីកចម្រើននៅក្នុងជីវិតរបស់យើងគោលដៅធំនៅច្រើនណាស់សម្រាប់ឲ្យយើងអនុវត្តសម្រាប់ឲ្យយើងធ្វើហេតុអ្វីក៏យើងនៅដដែលជាដដែលការដែលយើងយកឈ្នះទៅលើខ្លួនឯងមិនថាតែរឿងធំឬមួយក៏រឿងតូចទេសុទ្ធសឹងតែជារឿងដែលសំខាន់យើងពិបាកចម្បាំងបំផុតនៅក្នុងជីវិតរបស់យើងនេះគឺចម្បាំងនឹងខ្លួនឯងអ្នកដែលពិបាកប្រដៅបំផុតនៅក្នុងโลกនេះគឺខ្លួនឯងតែកាលណាបើយើងប្រដៅខ្លួនឯងមិនបានគ្រប់គ្រងខ្លួនឯងមិនបានយកចិត្តទុកដាក់ព្រមទាំងយកឈ្នះខ្លួនឯងមិនបាន
នេះគឺជាបញ្ហាដ៏ធំនៅក្នុងជីវិតរបស់យើងដូច្នេះចង់ឈ្នះនរណាក៏ចង់ឈ្នះទៅរឿងដែលសំខាន់គឺត្រូវតែយកឈ្នះនៅខ្លួនឯងជាមុនអញ្ចឹងសរុបសេចក្តីមកការដែលយកឈ្នះទៅលើខ្លួនឯងមិនមែនជាការដាក់ទណ្ឌកម្មឬមួយក៏ដាក់កម្រិតអ្វីនោះទេតែវាជាការបង្ហាញអំពីការគោរពហើយនឹងឲ្យតម្លៃទៅលើខ្លួនឯងភាពរឹងមាំខាងក្នុងដែលអ្នកទទួលបានពីវិន័យគឺជាកម្លាំងដ៏សំខាន់បំផុតដែលជួយឲ្យអ្នកសម្រេចនៅគោលដៅដ៏ធំនៅក្នុងជីវិតនេះហើយជីវិតនេះនឹងពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅនៅពេលដែលយើងបានសម្រេចគោលដៅសម្រាប់ខ្លួនឯងយើងសាកនឹកគិតមើលនៅពេលដែលយើងសម្រេចគោលដៅរបស់ខ្លួនឯងបានដូចជាការមានឡានមានផ្ទះមានសម្ភារៈប្រើប្រាស់មួយណាដែលយើងសន្សំវាដោយកម្លាំងញើសឈាមនោះយើងនឹងមាននៅកម្លាំងចិត្តយើងនឹងសប្បាយចិត្តទទួលយកវាហើយថែមទាំងស្រឡាញ់ព្រមទាំងការពារទៀតផងនេះជាអ្វីដែលជីវិតរបស់យើងគួរតែទទួលបានអញ្ចឹងត្រូវតែមានវិន័យសម្រាប់ខ្លួនឯងតែវាមិនមែនជាទណ្ឌកម្មសម្រាប់ខ្លួនឯងទេយើងត្រូវតែប្រឹងជីវិតនេះត្រូវតែប្រឹងឲ្យវាលំបាកបន្តិចក៏មិនអីទេ Who I am សូមអរគុណសូមគោរពលា